ឲ្យយើងនឹងសិតកគូតវាព្រោះវាល្មាស់វាធាត់ពេកវាអេសខ្លួនឯងបានចឹងវាឲ្យយើងសិតគូតវាចឹងហ្វ្រេនសិតគូតហើយឲ្យយើងសិតមកមុខវិញឃើញវាចេះសិតមុខហើយសិតគូតវាហើយឥឡូវឲ្យយើងសិតមកមុខមកវិញខ្ញុំអើយចេះណាស់លោកឲ្យលោកវាធ្វើសិតកគូតហើយឲ្យយើងសិតមកមុខហ្នឹងទៅណានាងដែលមានឯកទេសខាងផ្នែកពូជចេះណាតោះផងយើងសិតឡើងនឹងអស់ចិត្តវាឲ្យយើងសិតឡើងផ្សេងទៀតណាថាឆ្មាំចេះមើលហើយសិតដល់មុខយើងសិតហើយទៅឲ្យយើងសិតឡើងខ្នងណាចេះណាសិតឡើងទៅកូនណាឡើយណាទៀតចាឈ្មោះ Granger Easter កើតថ្ងៃទី26ខែតុលាឆ្នាំ1843បានទៅកន្លែងល្មោះកន្លែងណាខ្ញុំជួយមកនៅឆ្នាំ1900នេះកន្លែងសិតឡើងទៀតសិតណានាងបានរៀបការជាមួយបរិសម្នាក់ឈ្មោះ Charlie Granger ដល់ខែឧសភាឆ្នាំ1866នាងក៏បានសម្រាលកូនបានកូនស្រីម្នាក់បន្ទាប់មកនាងក៏បានទទួលមរណភាពដោយសារផលវិបាកក្នុងការសម្រាលកូនដោយកំសល់ទុកស្វាមីជាអ្នកមើលថែរក្សាកូនស្រីទើបតែនឹងកើតប៉ុន្តែដើម្បីដល់របស់គាត់ប្តីរបស់គាត់ក៏បានដាក់ឈ្មោះកូនស្រីដោយឈ្មោះភរិយារបស់គាត់អញ្ចឹងហើយសពរបស់គាត់ក្រុមគ្រួសារក៏បានយកទៅបញ្ចុះនៅកន្លែងបញ្ចុះសពមួយនៅទីក្រុង Marysville រដ្ឋ Indiana ឥឡូវសមាជិកនិងសាធារណជនមានសំណួរថាគាត់ទទួលមរណភាពហើយសពរបស់គាត់បានបញ្ចុះនៅឯរដ្ឋ Indiana តែ